សួស្តីវីដេអូលើកនេះនាងខ្ញុំនឹងរៀបរាប់អំពីសម្ភារៈក្នុងផ្ទះមួយចំនួនរបស់ប្រជាជនកម្ពុជាហើយនាងខ្ញុំនឹងប្រើពាក្យសាមញ្ញព្រោះនៅប្រចាំថ្ងៃដូចជាកង្ហារខ្នើយចាភួយដបទឹកស្បែកជើងខោអាវនាឡិកាទូរូបថតបងអួចសៀវភៅសភៅក្រដាសឆ្នាំងមួយនេះក៏ឆ្នាំងខ្ទះហើយមួយនេះវិញយើងហៅថាចានសម្រាប់ញ៉ាំបាយចាននេះហៅថាទូទឹកកកចុងក្រោយគឺកង់សូមអរគុណ